វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន987បានត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន591គ្រួសារនៅក្នុងភូមិចំនួន4នៃឃុំកំពង់ស្រឡៅ2ស្រុកឆែបខេត្តព្រះវិហារនៅព្រឹកថ្ងៃទី9ខែឧសភាឆ្នាំ2025លោកមិនស៊ីថាអភិបាលរងខេត្តព្រះវិហារបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន591គ្រួសារស្មើនឹង987ក្បាលដីរស់នៅក្នុងភូមិចំនួន4នៃឃុំកំពង់ស្រឡៅស្រុកឆែបខេត្តព្រះវិហារពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណសាលាឃុំកំពង់ស្រឡៅ2ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរមូលដ្ឋានក្រុមការងារបច្ចេកទេសចុះបញ្ជីដីធ្លីព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនកកកយោងតាមរបាយការណ៍របស់លោកសសាវ៉េតប្រធានមន្ត្រីរៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តបានឲ្យដឹងថាក្រុមការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះបញ្ជីដីធ្លីនិងកិច្ចសហការពីអាជ្ញាធរមូលដ្ឋានក្នុងការវាស់វែងនិងគូសប្លង់ដីគម្រោងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកឆែបខេត្តព្រះវិហារត្រូវបានបញ្ចប់ទាំងស្រុងសម្រាប់ក្បាលដីចំនួន1148ក្បាលដីនៅភូមិចំនួន4នៃឃុំកំពង់ស្រឡៅ2ស្រុកឆែបលោកថាក្បាលដីដែលត្រឹមត្រូវតាមនីតិវិធីច្បាប់ដែលត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនមានចំនួន987ក្បាលដីស្មើនឹង591គ្រួសារក្នុងនោះរួមមានភូមិកំពង់ព្រះអិនចំនួន376ក្បាលដីភូមិកំពង់សាមីចំនួន165ក្បាលដីភូមិកំពង់ជ្រៃចំនួន252ក្បាលដីនិងភូមិកំពង់ក្រសាំងចំនួន194ក្បាលដីមានប្រសាសន៍ក្នុងឱកាសនោះលោកមិនស៊ីថាបានថ្លែងថាបានកម្មសិទ្ធិដីធ្លីដែលចែកជូននាពេលនេះគឺជាកេរដំណែលដ៏មានតម្លៃរបស់សម្ដេចមហាបវរធិបតីដែលបានផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋយើងក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅគ្រប់ក្រុមគ្រួសារឲ្យកាន់តែប្រសើរឡើងលោកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋយើងដែលទទួលបានកម្មសិទ្ធិដីធ្លីនាពេលនេះត្រូវថែរក្សាឲ្យបានល្អជៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិកដែលជាហេតុធ្វើឲ្យមានការលំបាកនៅពេលដែលយើងយកទៅប្រើប្រាស់ក្នុងកិច្ចការផ្សេងៗក្នុងឱកាសនោះផងដែរលោកក៏បានលើកឡើងថាការសម្រេចបាននៅវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារនិងកិច្ចសហការពីអាជ្ញាធរមូលដ្ឋានហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមិនត្រឹមតែជួយធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ប៉ុណ្ណោះទេថែមទាំងរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លីនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ